តន់ហើយប្រិយមិត្តទាំងអស់គ្នាតាមពិតរឿងចៃជាដែលបង្ហោះសារនោះគឺតាក់ទងទៅនឹងលោកស្រីត្រីដាណាសោះចៃជាបានបង្ហោះសារដាក់ខ្លួនស្រាប់តែចៅដាណាតបវិញយ៉ាងចាស់ដៃថាជាប់អំនួតនឹងភាពក្អេងក្អាងទៅណាអស់ហើយសង្គ្រាមពាក្យសម្ដីចាប់ផ្ដើមផ្ទុះឡើងសារជាថ្មីម្ដងទៀតរវាងចៃជានិងចៅត្រីដាណាឌឺដងមិនធម្មតាចៃជាបញ្ជាក់ថាខ្លួនអន់ជីវិតប្រៀបមិនបាននឹងគេស្រាប់តែលោកជំទាវត្រីដាណាចេញមកសួរដេញដោលរឿងភាពក្អេងក្អាងពីមុនបង្កឲ្យមានភាពញាក់ផ្អើលពេញបណ្ដាញសង្គមមហាជនកំពុងងឿងឆ្ងល់ជាខ្លាំងចំពោះការប៉ះទង្គិចពាក្យសម្ដីយ៉ាងមុតស្រួចរវាងជានិងលោកជំទាវត្រីដាណាកាលពីពេលថ្មីនេះជាបានបង្ហោះសារបើខ្ញុំអត់លុយស្មើចែផងបញ្ជាក់ខ្ញុំអត់លុយទេខ្ញុំអន់ជីវិតខ្ញុំប្រៀបមិនបាននឹងចែទេអូខេចប់ខ្មែរស្រឡាញ់ខ្មែរមិនទុកឲ្យនៅយូរចែដាណាក៏បានបង្ហោះសារវិបកទៅវិញយ៉ាងធ្ងន់ថានិយាយខុសទៀតហើយចំនួននឹងភាពស្អាតពីធម្មជាតិនិងភាពក្អេងក្អាងបាត់ទៅណាមួយផ្លែតនឹងចែដាណាថែមទាំងសង្កត់ធ្ងន់ទៀតថាជុំឲ្យមិនឌឺដងទៀតមកថាគេមិនស្មើខ្លួនគ្មានអ្នកស្មើនោះជន់ទៀតទៅលោកជំទាវចាំឲ្យទៅជន់តា